Bàជំរាបសួរលោកគ្រូអ្នកគ្រូទាំងអស់គ្នានេះជាវិធីសាស្ត្រនៃការនំសិស្សចូលនៅក្នុងថ្នាលភារបស់យើងបាទអញ្ចឹងដំបូងលោកគ្រូអ្នកគ្រូចូលនៅក្នុងថ្នាលគ្រប់គ្រងសាលារៀនបាទបន្ទាប់មកទៀតលោកគ្រូអ្នកគ្រូចុចនៅលើកន្លែងឈ្មោះសាលារៀនឬក៏សញ្ញាព្រួញចុះក្រោមមួយនេះមកបាទបន្ទាប់ពីចុចនៅកន្លែងហ្នឹងហើយលោកគ្រូអ្នកគ្រូរើសពាក្យថានឹមចូលសិស្សច្រើនបាទចុចកន្លែងហ្នឹងមកបាទដល់កន្លែងនេះទី1លោកគ្រូអ្នកគ្រូអាចទាញគំរូនេះទៅហើយទៅបំពេញពើមានសិស្សនៅក្នុងគំរូដែលទាញបានណាបាទបំពេញចប់សពគ្រប់មកបន្ទាប់ពីបំពេញចប់លោកគ្រូអ្នកគ្រូអាចនឹមចូលចុចនៅកន្លែងនេះម្ដងបាទនឹមចូលហើយយើងទៅជ្រើសរើសយក file ដែលយើងបានទាញចេញហើយបំពេញពើមានសិស្សហ្នឹងនឹមចូលវិញមកបាទបន្ទាប់ពីនឹមចូលពើមានសិស្សទាំងអស់វានៅបង្ហាញនៅខាងក្រោមនេះបាទបង្ហាញនៅមួយជួរនេះហើយយើងអាចពិនិត្យមើលគ្រប់ពើមានអស់ហើយភាគចឹងពេលដែលយើងបំពេញតាម file ហ្នឹងភាគចឹងវាខុសកន្លែងឈ្មោះអ្នកប្រើប្រាស់ណាបើកន្លែងនេះត្រូវហើយបើវាលោតស្វ័យប្រវត្តិត្រូវហើយយើងអាចនឹមចូលបានដោយគ្រប់ពើមានទាំងអស់ហ្នឹងវាអត់មានក្រហមទេយើងអាចចុចកន្លែងនឹមចូលបានហើយបើសិនជាគ្រប់លក្ខខណ្ឌអស់អាកន្លែងនឹមចូលហ្នឹងវាលេងលោតពឺ slide សអញ្ចឹងហើយវាលោត Q ដិតជាងនេះនឹមចូលបានហើយហ្នឹងវិធីទី1យើងព្យាយាមកែបំពេញនៅក្នុង Excel ហើយយើងអាប់ឡូតបញ្ចូលអញ្ចឹងវិធីទី2យើងអាចបំពេញនៅក្នុងនេះបានបំពេញនៅក្នុងនេះតែម្ដងបាទវាមានលេខរៀងទី1យើងបំពេញពើមានសិស្សទី1មកហើយយើងបំពេញឲ្យសពគ្រប់ពើមានអស់ហើយបំពេញចប់ហ្នឹងបញ្ហាប្រចាំកន្លែងឈ្មោះប្រើប្រាស់ណាអញ្ចឹងព្យាយាមទៅមិនបើបំពេញហើយនឹមចូលមិនបានគឺយើងព្យាយាមកែកន្លែងឈ្មោះអ្នកប្រើប្រាស់វាបាត់ក្រហមណាបំពេញសិស្សម្នាក់ចប់យើងចង់បន្ថែមទៀតវាមានពីបន្ថែមនៅខាងលើនេះពាក្យបន្ថែមជួរបាទនេះនៅកន្លែងនេះណាបន្ថែមជួរយើងចុចមកបាទអញ្ចឹងយើងបានបំពេញសិស្សទី2បានពេលយើងបំពេញពើមានសិស្សទី2ចប់ហើយយើងចង់បន្ថែមឧទាហរណ៍សិស្សយើងច្រើនអញ្ចឹងយើងអាចចុចបន្ថែមទៀតមកបាទបន្ថែមរហូតដល់គ្រប់សិស្សយើងចាំនឹមចូលនៅកន្លែងនេះណាបញ្ជាក់មួយទៀតមុននឹងយើងចុចនឹមចូលបានហ្នឹងយើងត្រូវជ្រើសរើសកម្រិតថ្នាក់សិនណាបាទជ្រើសរើសកម្រិតថ្នាក់មកបាទយើងរើសថ្នាក់ដែលយើងចង់នឹមចូលមកណាយើងបំពេញពើមានហ្នឹងសិស្សថ្នាក់ទីប្រហែលយើងយកមកបាទទី1អញ្ចឹងបាទហើយបន្តិចយើងរើសថ្នាក់មកអានេះនៅកន្លែងនេះគឺថ្នាក់ទី1កបាទហើយយើងបាទនេះពេលយើងរើសថ្នាក់វាបង្ហាញកន្លែងសំខាន់ដែលយើងត្រូវបំពេញទី1កូដតនាមនិងនាមឈ្មោះអ្នកប្រើប្រាស់ពាក្យសម្ងាត់ថ្ងៃខែឆ្នាំកំណត់ភេទបាទន័យថាចំណុចទាំង6នេះគឺយើងអាចរំលងមួយណាបានទេយើងធ្វើម៉េចបំពេញឲ្យគ្រប់ចំណុចនេះទើបយើងអាចនាំសិស្សចូលបានណាលក្ខខណ្ឌគេបាទនេះគេបង្ហាញហើយកន្លែងដែលសំខាន់ហើយកន្លែងផ្សេងក៏សំខាន់ទាំងអស់ដែរណាគាត់ថាគេលក្ខខណ្ឌនៃការនាំសិស្សចូលបានហ្នឹងគឺមាន6ចំណុចហ្នឹងដែលយើងត្រូវតែបំពេញណាបាទអញ្ចឹងអរគុណខ្ញុំសូមបញ្ចប់ប៉ុណ្ណេះ